ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកដោយកំណត់អំពីនីតិវិធីនៃការអនុវត្តអត្រាពន្ធគយ 0% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិកនិងនាំចូលមកព្រះរាជាណាចក្រកម្ពុជាពីសហរដ្ឋអាមេរិកដែលឡែកទំនិញប្រើរួចមិនស្ថិតនៅក្នុងវិសាលភាពនេះទេអ្នកនាំចូលត្រូវប្រកាសអំពីសំអាងដើមកំណើតទំនិញតាមទម្រង់និងនីតិវិធីដែលបានកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ